បាទជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ channel របស់ខ្ញុំអញ្ចឹងណាហើយថ្ងៃហ្នឹងដែរខ្ញុំនឹងមកចែករំលែកអំពីការបង្កើតចំណងជើងវីដេអូ short ណាដែលយើងធ្វើវីដេអូចូល YouTube ដាក់ចូល YouTube ណាចង់ថាដល់ពេលយើងចង់ដាក់ចំណងជើងចូលក្នុងវីដេអូដើម្បីកុំឲ្យយើងពិបាកបញ្ចូលឬកុំឲ្យពិបាកយើងចូលសួរក្នុងកម្មវិធី AI ច្រើនដងអញ្ចឹងណាថ្ងៃហ្នឹងខ្ញុំមកចែករំលែករបៀបនៃការធ្វើចំណងជើងដែលយើងដាក់ទៅវាលឿនអញ្ចឹងណាឥឡូវយើងចូលមកក្នុងGemini មកនេះ Gemini យើងចូលកន្លែង website នេះមកនេះ Google AI Studio នេះបន្តមកទៀតយើងចូលទៅកន្លែង start នេះមកហើយយើងមកដល់កន្លែងនេះកន្លែង describe your idea នេះបានថាយើងអាចបង្កើតគណិតនៅក្នុងដើម្បីឲ្យវាបង្កើត app ឲ្យយើងអញ្ចឹងណាឥឡូវយើងចង់បង្កើតអីយើងទៅសេមកដាក់ឲ្យវា build ទៅអញ្ចឹងណាឥឡូវខ្ញុំបានរៀបចំ script របស់ខ្ញុំហើយបាទនេះគឺជា script របស់ខ្ញុំយើងបាន save នៅក្នុង notepad របស់យើងអញ្ចឹងណាបន្ទាប់នេះយើង copy គណិតរបស់យើងហ្នឹងមកយើងមកផាសមកចូលកន្លែងហ្នឹងមកហ្នឹងហើយបន្តមកទៀតយើងចុចអក្សរ build មកហើយយើងចាំវាមួយ plate ទៅមាន plate ចាំវាតាមនឹងដែរអញ្ចឹងណាអានេះវាស្រួលដែរសម្រាប់អ្នកអត់ចេះសរសេរកូដអញ្ចឹងខ្ញុំក៏អត់ចេះសរសេរដែរខ្ញុំគ្រាន់តែខ្ញុំក៏ចែកម្លែកគណិតរបស់ខ្ញុំខ្លះអញ្ចឹងណាឥឡូវវាពងដំណើរការហើយបានដោយ free ទៀតមិនបាច់ចាំអស់លុយអញ្ចឹងណាហើយកម្មវិធីនេះយើងអាចប្រើបានទាំងកុំព្យូទ័រប្រើបានទាំងទូរស័ព្ទអញ្ចឹងណាបន្ទាប់ពីយើងបានបង្កើតវាហើយឥឡូវយើងចាំវាបន្តិចទៅអានេះជាកូដដែលវាពងតែសរសេរអញ្ចឹងណាវាពងតែរ៉ាន់អញ្ចឹងណាតោះឡើយណាវា error វា fix ខ្លួនឯងអញ្ចឹងឥឡូវវាកំពុងតែដើរហើយយើងចុច allow វាមួយមកនេះលើវាចេញចំណងជើងឲ្យយើងនេះខ្មែរ Sort AI Metadata Generator ឥឡូវយើង reload វាមួយសិនមកឥឡូវវាបានចេញមកហើយបង្កើតចំណងជើង YouTube Short ដោយស្វ័យប្រវត្តិជាមួយ AI ឥឡូវយើងសាកតេស្តមើលមួយណាសាកតេស្តមួយមើលទៅមានកន្លែងជ្រើសរើសនេះជ្រើសរើសវីដេអូដើម្បីចាប់ផ្ដើមឥឡូវយើងចាប់ផ្ដើម upload វីដេអូយើងចូលទៅឥឡូវខ្ញុំសាកវីដេអូ4នេះសិនអញ្ចឹងណាវីដេអូកូនឡាននេះណាឥឡូវខ្ញុំសាកដាក់ចូល4ហ្នឹងសិនតើវាដំណើរការអត់អញ្ចឹងណាយើងចុចដាក់ទៅឥឡូវយើងចាំមើលតើវាដំណើរការជោគជ័យឬក៏អត់អញ្ចឹងណាឥឡូវយើងចាប់ដើមបង្កើតទាំងអស់ឥឡូវវាពងតដើរចាំមើលសិនតើវាជោគជ័យអត់នេះឥឡូវចេញមកនេះឡានបញ្ជាលេងក្នុងភក់សាហាវមែននេះមានទាំងខ្មែរមានទាំងអង់គ្លេសអញ្ចឹងណាហើយមានទាំង hashtag នៅក្រោមទៀតឥឡូវវាដើរហើយឥឡូវដើរបាន3ហើយឥឡូវវាបានចេញមកទាំង4ហើយអត់ error ទេអញ្ចឹងណាឥឡូវបន្តមកទៀតតើអ្នកនរគ្នាចង់បានអីទៀតឧទាហរណ៍ថាឥឡូវយើងចង់បានជាអក្សរខ្មែរក៏អង់គ្លេសសុទ្ធយើងដាក់តាមហ្នឹងមក title Yumi ខ្មែរ
or English ដាក់អញ្ចឹងមកសំទោសថ្ងៃនេះខ្ញុំមិនសូវជាអង់គ្លេសអញ្ចឹងខ្ញុំដាក់តាមហ្នឹងទេដល់យើងដាក់មកហើយវានឹងរ៉ានកូដទាំងសាមីអញ្ចឹងណាវានឹងបង្កើត app មួយទៀតថ្មីគ្រាន់តែយើងទៅកាយយើងសរសេរខ្លួនហ្នឹងវាអាប់ដេតឲ្យយើងអញ្ចឹងណាសម័យនេះ AI វាអត់ចេះ AI ក៏បាក់ដែរអញ្ចឹងណាឥឡូវសម័យនេះគឺត្រូវការ AI ច្រើនមែនទែនអ្នកអត់ចេះសេកូដក៏អាចបង្កើត app មួយបានដែរអញ្ចឹងណាកុំឲ្យពិបាកទិញគេប្រើអញ្ចឹងណាណាមួយខ្ញុំចែកម្លែកនេះចែកម្លែក free ផងសូមខំថាបងប្អូនដែលបានចូលមើលវីដេអូនេះជួយ subscribe channel របស់ខ្ញុំមួយអញ្ចឹងណាពួកខ្ញុំក៏អ្នករក YouTube ដែរអញ្ចឹងណាតែរកអត់ជោគជ័យទេសង្ឃឹមថាបងប្អូនជួយ subscribe channel របស់ខ្ញុំមួយអញ្ចឹងដើម្បីឲ្យខ្ញុំបានកម្លាំងចិត្តបង្កើតកម្មវិធីថ្មីប្រាប់ចែកម្លែកទៅបងប្អូនទៀតអញ្ចឹងណាឥឡូវយើងបានតទៅពីកម្មវិធីហ្នឹងបាន fix ចប់ហើយខ្ញុំសាកបង្កើតរូបភាពសាមីអញ្ចឹងណាវីដេអូណាទៅដាក់4នឹងដែរមកតែយើងចង់ដាក់អក្សរឲ្យគេនេះខ្មែរអង់គ្លេសឥឡូវយកចង់មកអង់គ្លេសសុទ្ធហ៎អង់គ្លេស generate មកអូខេឥឡូវវាចេញមកហើយវាចេញមកទាំងអង់គ្លេសសុទ្ធមកអញ្ចឹងណាមានទាំង sticker មានទាំង emoji ទៀតនេះអញ្ចឹងណាខ្ញុំគិតថាប៉ុណ្ណេះយើងអាចដាក់ចូល YouTube Short យើងបានហើយយើងមិនបាច់ចាំពិបាកពីពណ៌នាយសរសេរបាក់អញ្ចឹងណាឥឡូវវារ៉ាន់ចប់ហើយយើងគ្រាន់តែដល់ពេលយើងអាប់ឡូតចូល YouTube យើងចម្លងចំណងជើងនឹងវាទៅហើយដាក់ចូលក្នុង YouTube Short ធម្មតាអញ្ចឹងណានឹងអ្នកគ្នាវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសង្ឃឹមអ្នកគ្នាមើលហើយយល់ធ្វើបានអញ្ចឹងណាហើយបើរកចម្ងល់ថាធ្វើអត់បានទេចាំ comment នៅក្នុងវីដេអូហ្នឹងអញ្ចឹងណាកុំភ្លេចជួយ subscribe channel ខ្ញុំមួយផងអញ្ចឹងណាហ្នឹងអរគុណអ្នកនរគ្នា